នៅទេសភាពនៅខាងក្រៅខ្ញុំនេះឈ្មោះថាទីក្រុង Newcastle វាចម្ងាយពី2ម៉ោងពីទីក្រុង Sydney ទីក្រុងនេះពិសេសមែនតើបើសិនជាខ្ញុំសម្រាប់ចិត្តថាខ្ញុំរស់នៅទីក្រុងណាខ្ញុំប្រកាសជាជ្រើសរើសទីក្រុង Newcastle នេះហើយដោយសារវាចម្ងាយតែ2ម៉ោងពីទីក្រុងធំ Sydney នឹងទេប៉ុន្តែភាពពិសេសរបស់វាគឺវាមិនសូវមានមនុស្សច្រើនទី1ទី2វាមិនសូវជាថ្លៃដូចទីក្រុង Sydney ទេហើយទី3ចរាចរណ៍គឺមិនទាន់មានភាពញោមញឹកដូចទីក្រុង Sydney ទេអ្នកទាំងអស់គ្នាអាចទៅណាមកណាមិនសូវចំណាយពេលយូរពេលដែលអ្នកទាំងអស់គ្នាជិះឡានខ្លួនឯងហើយទេសភាពវិញគឺថាចង់ស្អាតជាងទីក្រុង Sydney ទៀតហេតុអ្វីដោយសារសមុទ្រកន្លែងដើរលេងកន្លែងមើលទេសភាពគឺច្រើនមែនតើអ្នកទាំងអស់គ្នាសម្រាប់ចិត្តថាចង់រស់នៅទីក្រុងណាខ្ញុំពិតជា recommend គ្នារស់នៅទីក្រុង Newcastle នេះជាងទីក្រុង Sydney ហើយទីក្រុង Newcastle ក៏មានសាលាល្បីជាច្រើនសាលាវិទ្យាល័យមហាវិទ្យាល័យសាលាធំគឺមាននៅក្នុងទីក្រុង Newcastle នេះទាំងអស់គ្នាចង់ទិញផ្ទះចង់ទិញអីគឺវាមិនសូវថ្លៃដូចនៅក្នុងទីក្រុង Sydney ហើយជនជាតិចម្រុះដូចការនិយាយពីសេវាសាធារណៈវិញគឺមានដូចគ្នាអ្នកទាំងអស់គ្នាមានទាំង tram មានទាំងរទេះភ្លើងមានទាំងឡានក្រុងគឺដូចគ្នានឹងទីក្រុង Sydney ដែរអ្នកទាំងអស់គ្នាចឹងខ្ញុំគិតថាចំណុចធំនេះគឺទីក្រុង Newcastle នេះគឺល្អខ្លាំងមែនតើ